នឹងតែប៉ុណ្្នឹងចុះយើងបន្តព័ត៌មានពាក់ព័ន្ធនឹងការបង្ហាញភាសាអង់គ្លេសដើម្បីឲ្យនិស្សិតកម្ពុជាដែលសិក្សាភាសាអង់គ្លេសហើយអាចបញ្ចេញនៅសំឡេងសូរស័ព្ទឲ្យបានត្រូវហើយក៏មានការប្រកួតប្រជែងដើម្បីឲ្យនិស្សិតទាំងអស់នោះអាចប្រើប្រាស់ភាសាអង់គ្លេសបានដូចសិស្សបរទេសដែរបើយើងឃើញថាខាង Springboard for Cambodia កាលពីថ្ងៃសៅរ៍ទី4នេះក៏បានរៀបចំបទបង្ហាញរបស់ខ្លួនដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងដណ្ដើមជើងឯកផ្នែកនិយាយភាសាអង់គ្លេសដល់បេក្ខជនបេក្ខនារីកម្ពុជាប្រមាណជាង300នាក់ប្រចាំឆ្នាំ2015យើងឃើញថា Cambridge English Language Assessment ជាវិញ្ញាសាសម្រាប់ថ្នាក់អន្តរជាតិមួយមកពីសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេសដែលតម្រូវឲ្យគ្រប់បេក្ខជនសមត្ថភាពទាំងអស់ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯកផ្នែកនិយាយភាសាអង់គ្លេសប្រចាំឆ្នាំ2015ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី11ខែតុលាខាងមុខនេះកញ្ញាច័ន្ទពិសីសហការីមួយរបស់ក្រុមហ៊ុន Springboard ប្រចាំនៅប្រជាជាតិកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាកម្មវិធីនេះនឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងឲ្យនិស្សិតទាំងអស់អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អប្រសើរដោយគេផ្ដោតសំខាន់ទៅលើវិញ្ញាសាចំនួន4គឺនិយាយស្ដាប់និងអានហើយសរសេរភាសាអង់គ្លេសឲ្យបានល្អប្រសើរបើយើងឃើញថាលោកបរិះក្រុមហ៊ុន Springboard ប្រចាំអាស៊ីលោក Colin Class បានលើកឡើងថាកម្ពុជាបានរៀបចំកម្មវិធីប្រឡងដណ្ដើមជើងឯកនិយាយភាសាអង់គ្លេសសម្រាប់ឆ្នាំ2012រួចមកហើយពីមួយឆ្នាំទៅមួយឆ្នាំយើងទទួលបានការចាប់អារម្មណ៍និងចូលរួមជាច្រើនពីសំណាក់យុវជនកម្ពុជាបាទនេះគឺជាការជំរុញឲ្យនិស្សិតកម្ពុជាអាចនិយាយភាសាអង់គ្លេសក៏ដូចជាបញ្ចេញនៅសូរស័ព្ទសូរសៀងនឹងឲ្យបានត្រូវតាមបែបបរទេសនោះបាទយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះបាទចា៎លោកអ្នកជាទីគោរពការ